chăm sóc dương mình sẽ thành chăm về dương chặt tục về đôi chia sẻ cho cô xa chừng cho quê dương thời tên là ngày ở ai vô việc tạm bán hay dương mình là cái mơ mình là cái bài đặc biệt nó từ đó cái chia bánh ha là nè chăm sóc thị trường tại để chụp bật té tí mối cứ busy schedule cứ nè mà chắc thị trường là bộ thơ cá rồi thơ đồng này từ tạm mà đã khác đam lại mình về việc của con nơi mơ thai là xa đã cho này hai việc thì quý fit vào biển nắng cứ dương nó về đại dân tộc viên là tiền này ai nhưng mình về việc và đại với rồi thơ ấy lên một việc chọn tới ai và đại là việc style cả giờ thì chẳng hay thì bây giờ emergency situation đó việc khác là sao tại dân lên tết ai cho hưởng hai ca phim là dân ai đang toàn về việc thời việc và bỏ đó sẵn khăn người ta bạn hai ní cứ chia sẻ đại dân ban phơi từ lời một được xăm nẹt đang Google Form đầm bầy tự đăng tháp bánh hà ná để chia bánh hà chụp bóng đài một trà sáp thị trấn ban chụp bật đẹpตัวbạn hai ní đấy cứ chia một được đài sát để dân ban cho được sốตัวtrong pua proposal solution và dân xong này nó là đó này mà đong một căn phết bật tịchរបស់យើងគឺជាកន្លែងដែលឲ្យអ្នកទាំងអស់គ្នាផ្ញើសាររបស់នៅកន្លែងរបស់យើងបានហើយបើយើងបានផ្ដល់សេវាកម្មដូចជា reliable care យើងធានាបានជូននៅការញ៉ាំការគេងនិងការងូតទឹកដល់សត្វរបស់អ្នកគ្រប់ពេលវេលាបន្ទាប់មក comfort and routine យើងនឹងមានពេលវេលាយើងចុះមើលថែវាបានដិតដល់និងមាន activity ជាច្រើនដើម្បីកុំឲ្យវាកាត់ stress emergency support គឺយើងនឹងមានដុកទ័រប្រចាំការនៅពេលដែលសត្វរបស់អ្នកទាំងអស់គ្នាវាជួបបញ្ហាភ្លាមកាត់ឡើងដែលយើងមិនអាចដឹងមុនហើយ peace of mind យើងធានាបានថាសត្វរបស់អ្នកទាំងអស់គ្នាទទួលបានសេវាកម្មដែលល្អបំផុតដែលអាចឲ្យអ្នកទាំងអស់គ្នាធ្វើការឬដំណើរកម្សាន្តដោយស្ងប់ចិត្តហើយមួយទៀតពេលដែលអ្នកទាំងអស់គ្នាទៅការពួកយើងអាចមានសេវាកម្មទៅដឹកជូនសត្វរបស់អ្នកពីគេឋានមកដល់កន្លែងយើងបាននៅពេលដែលអ្នកទាំងអស់គ្នាអត់មានអ្វីអាចដឹកសត្វមកបានហើយទី2អ្វីដែលមាននៅហាងសត្វពួកយើងមានដូចគ្នាដូចជាសាប៊ូឬក៏ចំណីអាហារទាំងប្រហែលហ្នឹងយើងមានគ្រប់ brand ដើម្បី support ទៅលើសត្វរបស់អ្នកទាំងអស់គ្នាបានហើយទី3យើងឆ្លៃសត្វរបស់អ្នកទាំងអស់គ្នាដូចជាសត្វរបស់យើងដែរព្រោះហាងរបស់យើងហ្នឹងគឺបើកមកចេញពីចិត្តឆ្លៃសត្វអញ្ចឹងអ្នកធ្វើការអ្នកទាំងអស់គ្នាសុទ្ធតែមានវិជ្ជាជីវៈនិងការឆ្លៃសត្វដោយឆ្លៃសត្វរបស់ខ្លួនឯងអញ្ចឹងហើយចំពោះ prototype វិញកន្លែងនេះគឺយើងមានដូចជាកន្លែងសត្វលេងកន្លែងសត្វគេងកន្លែងភ្ញៀវមកអង្គុយរងចាំអីអញ្ចឹងហើយកន្លែងយើងមួយទឹកអីសត្វជាដើមហើយចំពោះកញ្ចប់សេវាកម្មវិញយើងមាន3គឺ silver gold diamond ចំពោះគោលដៅអតិថិជនយើងគោលដៅរបស់យើងគឺទៅលើអតិថិជនទាំងពីរភេទទាំងប្រុសទាំងស្រីដែលមានអាយុចាប់ពី15រហូតដល់45ឆ្នាំនិងមានចំណូលចាប់ពី$500ឡើងទៅហើយគឺជាអតិថិជនដែលរស់នៅរាជធានីភ្នំពេញហើយនឹងមានទឹកចិត្តស្រឡាញ់សត្វបាទហើយចំពោះ value proposition របស់យើងវិញយើងមាន all in one pet care អញ្ចឹងពួកយើងបានផ្ដល់ជូនកញ្ចប់តែមួយហ្មងគឺការមើលថែនិងការព្យាបាលសត្វបើសិនជាវាមានជួបអីភ្លាមហើយ Call Easy Pet Pick Up ហ្នឹងគឺយើងអាចទៅទទួលសត្វរបស់អ្នកពីផ្ទះបានឬក៏យើងអាចដឹកជូនទៅជូនអ្នកវិញនៅពេលដែលអ្នកមកដល់ផ្ទះវិញហើយ Luxury Pet Experience ហ្នឹងគឺសត្វទទួលបានបទពិសោធន៍ដ៏ល្អមួយដែលរស់នៅជាមួយយើងបាទហើយនេះគឺជា market validation របស់យើងដែលយើងបានធ្វើ survey ទៅលើមនុស្ស63នាក់ដែលក្នុងនោះមាន 44% ដែលបាននិយាយថាពួកគេធ្វើការសេវាកម្មនេះនិងមាន 31.7% គឺប្រហែលជាត្រូវការសេវាកម្មនេះហើយនឹងមានចំនួនមិនដល់ 30% ទេដែលមិនច្បាស់ហើយនឹងអត់នឹងមិនប្រើសេវាកម្មនេះបាទចំពោះ partnership វិញយើងមានដៃគូសហការជាមួយកសិដ្ឋានចិញ្ចឹមសត្វផ្ទះកក់ក្ដៅដែលជាកន្លែងដែលផ្គត់ផ្គង់សម្ភារៈនិងចំណីអាហារមកដល់យើងហើយនឹងចំពោះ website វិញយើងមានចំណាននិង stray animal resource ចំពោះ competitive analysis វិញចំពោះយើងមានដៃគូប្រកួតប្រជែង2 Navetco គឺជាកន្លែងវេបសាយមួយដែលគាត់មានសេវាកម្មដូចយើងដែរប៉ុន្តែដោយសារតែគាត់គឺជាកន្លែងបើកវេបសាយអញ្ចឹង service របស់គាត់គឺគាត់ផ្ដោតទៅលើវេបសាយជាជាងការមើលថែសត្វអញ្ចឹងservice របស់គាត់គឺអន់ជាងយើងហើយ partnership គាត់ក៏មិនសូវមានដែរហើយ resort យើងនឹងប្រាយគឺល្អដូចគ្នាហើយចំពោះ K Canal វិញ service partnership resort គឺល្អដូចយើងប៉ុន្តែតម្លៃរបស់គាត់គឺថ្លៃខ្លាំងណាស់ព្រោះកន្លែងគាត់ត្រូវការអ្នកដែលមានជីវភាពខ្ពស់បានអាចចូលកន្លែងគាត់បានហើយចំពោះ scalability របស់យើងនៅឆ្នាំដំបូងពួកយើងក៏ណា release soft opening ហើយបន្តមកយើងបញ្ជ្រាប brand របស់យើងចូលទៅតាមទីផ្សារនៅតាមកម្មវិធីនានាដែលចំពោះមនុស្សដែលស្រឡាញ់សត្វ
ហើយហាងរបស់យើងទទួលតែសត្វឆ្កែទេហើយនៅ medium term ពួកយើងពង្រីកទីតាំងរបស់យើងឲ្យធំជាងមុនដែលអាចទទួលបានសត្វគ្រប់ប្រភេទហើយនៅ5ឆ្នាំទី5ពួកយើងនឹង expand យើងនឹងពង្រីកទីតាំងរបស់យើងជុំវិញប្រទេសកម្ពុជាបាទអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ការភេទរបស់ខ្ញុំ